សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការផ្ទេរស្តុកទំនិញឬគ្រឿងផ្សំដើម្បីធ្វើការផ្ទេរជាដំបូងលោកអ្នកត្រូវចូលទៅកាន់ Module Stock ជ្រើសរើសយកពាក្យ Transfer Product ចុចប៊ូតុង Create ដើម្បីធ្វើការផ្ទេរសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងនោះកម្មវិធីនឹងធ្វើការចាប់លេខកូដជូនដោយស្វ័យប្រវត្តិធ្វើការជ្រើសរើសការបរិច្ឆេទដែលលោកអ្នកត្រូវធ្វើការផ្ទេរទំនិញនៅផ្នែក Transfer Date ធ្វើការជ្រើសរើសឈ្មោះសាខានិងឃ្លាំងដែលត្រូវធ្វើការផ្ទេរចេញនៅផ្នែក From Outlet និង From Location បន្ទាប់មកលោកអ្នកត្រូវធ្វើការកំណត់ឈ្មោះសាខានិងឈ្មោះឃ្លាំងដែលត្រូវទទួលនៅផ្នែក To Outlet និង To Location លោកអ្នកក៏អាចធ្វើការកំណត់បែងចែកប្រភេទនៃការផ្ទេរនៅផ្នែក Transfer Type ហើយលោកអ្នកក៏អាចធ្វើការបង្កើតប្រភេទនៃការផ្ទេរថ្មីដោយធ្វើការវិបញ្ចូលឈ្មោះនៃប្រភេទការផ្ទេររបស់លោកអ្នកនៅក្នុងប្រអប់ Search បន្ទាប់មកកម្មវិធីនឹងធ្វើការបង្ហាញសញ្ញាបូកសម្រាប់លោកអ្នកធ្វើការចុចដើម្បីចូលទៅផ្ទាំងដើម្បីបង្កើតពិនិត្យព័ត៌មានរួចចុចទៅលើប៊ូតុង Add គឺជាការស្រេចនៅផ្នែក Reference លោកអ្នកអាចធ្វើការបញ្ចូលព័ត៌មានផ្សេងៗដែលលោកអ្នកចង់ធ្វើការកំណត់ចំណាំទៅលើប្រតិបត្តិការនៃការផ្ទេរចុចត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខទំនិញឬគ្រឿងផ្សំដែលលោកអ្នកចង់ផ្ទេរធ្វើការ Tick ជ្រើសរើសមុខទំនិញដែលលោកអ្នកចង់ផ្ទេររួចចុចទៅលើប៊ូតុង OK មុខទំនិញដែលលោកអ្នកបានជ្រើសរើសនឹងបង្ហាញនៅផ្នែក Product សូមធ្វើការវិបញ្ចូលចំនួននៃមុខទំនិញដែលលោកអ្នកចង់ផ្ទេរនៅផ្នែក Transfer បន្ទាប់មកធ្វើការកំណត់ຂະຫນាតនៃមុខទំនិញដែលលោកអ្នកត្រូវផ្ទេរចេញនៅផ្នែក UOM ផ្នែក Cost គឺជាកន្លែងសម្រាប់ធ្វើការបង្ហាញតម្លៃនៃមុខទំនិញទៅតាមប្រភេទຂະຫນាតដែលលោកអ្នកបានជ្រើសរើសចំណែក Total Cost គឺជាកន្លែងសម្រាប់បង្ហាញតម្លៃដើមសរុបនៃមុខទំនិញទៅតាមចំនួននិងຂະຫນាតដែលលោកអ្នកបានបញ្ចូលចុចប៊ូតុងធំសម្រាប់ដើម្បីធ្វើការដកមុខទំនិញណាមួយបន្ទាប់មកធ្វើការពិនិត្យព័ត៌មានឡើងវិញរួចចុចទៅលើប៊ូតុង Save គឺជាការស្រេច